លុយសំមិនមែនតើយើងរកចំណូលបានយើងសំបានច្រើនទេបើសិនបើយើងអត់ចេះគ្រប់គ្រងរបាយការណ៍ហេតុអីវត្ថុចំណូលធំប៉ុណ្ណាក៏ដោយយើងនៅធនសំអត់បានអញ្ចឹងបើយើងអត់ទម្លាប់សំមកអ្នកខ្លះគាត់អាងគាត់រកចំណូលបានគាត់អត់មានអាផែនការហ្នឹងឯងគាត់គិតថាតិចគាត់ត្រូវនេះមកក្តាំងត្រូវនោះមក project អីទៅបានលុយអញ្ចឹងទៅអត់មានអា consistent សំទេយល់ចាហើយដល់ពេលអញ្ចឹងទៅដូចគាត់សប្បាយមួយឆាវដូចយើងនិយាយមិញទៅសាក់ថ្មជីវិតអាចពួកម៉ាក់ជុំនេះម្ដងវាមិនអស់ហ្មងណាវាមិនអស់ហ្មងហ្នឹងហើយចាគឺវាអស់លីងបាទជំរាបសួរស្វាគមន៍មកកាន់ភាគទី1នៃ podcast វិភាគរឿងលុយជាមួយនឹង ABA នាំមកជូនដោយ ABA នៅក្នុង podcast នេះគឺយើងនឹងជជែកបាទវិភាគតទៅជាមួយនឹងលុយកាក់បាទអ្នកនរគ្នាឈ្មោះ podcast គឺរឿងលុយហ្នឹងឯងព្រោះដោយសារតែជាវិធានបទមួយដែលខ្ញុំគិតថាកង្វះនៅក្នុងការជជែកក៏ដូចជាវិភាគហើយនឹងគិតគូរឲ្យបានវែងឆ្ងាយថាតើការចាយវាយការសន្សំក៏ដូចជាវិបត្តិនៅក្នុងវិស័យហិរញ្ញវត្ថុនេះវាអាចប៉ះពាល់ក៏ដូចជាផលផ្ដល់នៅគុណសម្បត្តិអ្វីខ្លះបើសិនជាយើងមានការគ្រប់គ្រងបានល្អហើយយើងមានភ្ញៀវកិត្តិយសយើងមួយរូបបាទដែលមានបទពិសោធន៍ច្រើនមែនទែននៅក្នុងវិស័យ media ក៏ដូចជាខ្ញុំជឿថាវិស័យនៅក្នុងការវិភាគក៏ដូចជាយល់ដឹងអំពីរឿងហិរញ្ញវត្ថុនេះអាចនឹងរៀនយល់ដឹងពីគាត់ឲ្យបានច្រើនក៏ដូចជាស្ដាប់មើលថាតើគាត់មានអ្វីខ្លះនៅក្នុងការចែកនៅថ្ងៃនេះឥឡូវយើងទៅជួបភ្ញៀវកិត្តិយសយើងតែម្ដងបាទគឺលោកស្រីបាទនូតក្លារ៉ាដែលជានាយិកាប្រតិបត្តិរបស់អប្សរា Media បាទសូមជម្រាបសួរមិញហៅឈ្មោះត្រូវទេណាចាត្រូវហើយបាទតែម្ដងព្រោះ podcast វាច្រើនបើសិនជាយើងស្គាល់ភ្ញៀវអត់ច្បាស់ការជជែកគ្នាទៅអត់រលូនទេចាបងគុណច្រើនបងបាទឥឡូវយើងនិយាយរឿងផ្ទាល់ខ្លួនតិចកុំឲ្យយកចូលសាច់ការពេកតែយើងនិយាយរឿងលុយកាក់យើងរសើបប៉ុន្តែចង់ដឹងថានៅក្នុងវិស័យ media ហ្នឹងធ្វើការប្រហែលឆ្នាំហើយបើសិនបើបត់ពិសោធន៍ខាងផ្នែកហ្នឹងជាង10ឆ្នាំហើយបងគ្រាន់តែជាក់ស្ដែងគ្រាន់តែ MS យើងទៅបញ្ចប់បដើមហើយជាខ្ទង់5ឆ្នាំបាទឆ្នាំទី5បងបាទជាមួយនឹងទូនីតិជានាយិកាហ្នឹងពិបាកនៅក្នុងការគ្រប់គ្រងបុគ្គលិកពិបាកខ្លះស្រួលខ្លះបងវាអាចអញ្ចឹងដែរជួនកាលមកពីpersonality របស់យើងជួយចិត្តដោះស្រាយបញ្ហាដែរអញ្ចឹងវាអត់មានបញ្ហាដោះវាអត់សូវសុបាយវិញបាទវាមានសុបាយខ្លះវាមានមិនសូវសុបាយខ្លះគ្រាន់តែយើង challenge ដែរវាដូចជាដំណើរមួយដែលយើងត្រូវតែធ្វើបងចាវាកាតព្វកិច្ចបាទព្រោះអ្នកខ្លះក៏ថាគ្រប់គ្រងអ្វីក៏ដោយមិនពិបាកជាងគ្រប់គ្រងមនុស្សទេប៉ុន្តែមានរឿងមួយទៀតដែលពិបាកគ្រប់គ្រងដែរលុយកាក់អូមិននិយាយបងហ្នឹងប៉ុន្តែចង់ដឹងចេះថាធម្មតាយើងធ្វើការខ្ញុំក៏មានប្រវត្តិធ្វើការក្រុមហ៊ុនដែរតែយើងមានកលៈទេសៈខ្លះគឺយើងមានប្រាក់ខែគោលធម្មតាដល់ខែយើងមកប្រាក់ខែតែពេលខ្លះយើងមានអារម្មណ៍ថាប្រាក់ខែបើកហើយអត់សល់តែហ្នឹងបទពិសោធន៍សម្រាប់ Clara តើធ្លាប់ជួបកលៈទេសៈហ្នឹងឯងដែលយើងគិតថាបើកប្រាក់ខែមករាល់ខែប៉ុន្តែលុយមិនដឹងបាត់ទៅណាចាបងអានោះមានហ្មងគេនិយាយថាមិនគេថាយើងចាយមិនចាយសល់លុយទេចាយសល់ថ្ងៃចាហ្នឹងហើយចាវាអត់ទាន់ trending មកពាក្យហ្នឹងហើយវាអត់ទាន់អស់ថ្ងៃហ្នឹងតែអស់លុយហើយហ្នឹងហើយអញ្ចឹងមានច្រើនបងតាំងយើងក៏យើងសិតធ្លាប់ធ្វើការចាយើងគិតថាអូឲ្យដល់ចុងខែរៀងសុបាយគាត់ណាពេលខ្លះទៅចូលត្រឹមដល់អាទិត្យទី2អីដូចរៀងស្បើយបាត់បាទយើងនឹកឃើញអញ្ចឹងនឹកឃើញកាលអតីតកាលនៅធ្វើការចាំថាដល់ថ្ងៃចុងខែបើកប្រាក់ខែមកប៉ុន្តែជាមួយនឹងការគេហៅថាចាយវាយពេលដែលយើងសន្សំពីច្រើនពីរបត់ពីដើមយើងតែងតែទុកកន្លែងនៃសុវត្ថិភាពអីចឹងទៅប៉ុន្តែដល់ពេលយើងឥឡូវយើងមានកង់មានអីចឹងពេលដែលយើងមានឃើញថាតើចំណុចណាខ្លះដែលជាកំហុសឬក៏អាចជាចំណុចត្រូវរបស់អ្នកដែលគាត់ចាយវាយឥឡូវបទពិសោធន៍ខ្លះផ្ទាល់ចាបងបើសិនបើខ្ញុំផ្ទាល់យើងមួយរយៈក្រោយយើងចេះសន្សំបានន័យថានៅពេលដែលលុយចូលមកវាត្រូវដកដាក់ទៅក្នុង account ណាមួយដែលយើងអាចដកបានហ្នឹងជា account សន្សំហ្មងបាទហើយខ្ញុំគិតថាបើសិនបើសម្រាប់មិត្តភ័ក្តិបងប្អូនឬក៏នៅកន្លែងធ្វើការចុះអ្នកដែលធ្វើចឹងបានមិនច្រើនទេគាត់ច្បុកច្បល់ចូលគ្នាយល់ចាបានថាគាត់អត់មានបែងចែកថាអាណាសន្សំអាណាចាយអីអាណាចាយអីណាអីវាច្បុកច្បល់ចូលគ្នាចុះអានឹងចាយអត់ដឹងមុខទេអត់ដឹងមុខអញ្ចឹងខ្ញុំគិតថាទោះបីជាពីមុនយើងសន្សំកូនជ្រូកក៏ដោយឥឡូវយើងសន្សំនៅក្នុងapp application ឬក៏ account របស់យើងក៏ដោយអានោះតើបកកើតត្រឡប់ហ៎បងតើបកកើតត្រឡប់ហ្មងអញ្ចឹងពីមុនយើងមានត្រឡប់ថាញាត់កូនជ្រូកឬក៏ទុកកន្លែងដែលមានសុវត្ថិភាពដល់ពេលឥឡូវដល់ពេលលុយវាចូលមកចាយអញ៉ៃអាហ្នឹងបាត់លុយអត់ដឹងដូចយើងចែកគ្នាហ្នឹងឯងបាក់គ្រប់គ្រងបាទចាទៅពេលខ្លះមិនបាច់ធ្វើចាយទុកមិនដឹងទុកនៅណាដើររលងវិញ
nó tập lọp mà nó cái bọn thử tập lọp mà bà bộ biết cái tên mới cái là phán cái rành mà thổ còn thấy ở trên mũi năng phán cái rành thổ ní nhà khác có thà vì ai nâng chục cháy rồi có bà cháy khi nó giờ về pi từ 3 สัปดาห์ từ bộ còn khái nè bùa bánh lưng là nó chạy sòn ngày và là chạy sòn ngày cứ bà cháy vậy nè còn thấy chụp đẹp dù bao con Clara tố ta chụp nổi ní víaยังไม่ได้បើសិនជាយើងចង់និយាយថាអូខេពី3សប្តាហ៍ដំបូងបើសិនជាយើងគ្រប់គ្រងបានល្អយើងមានរបៀបរៀបរយឬក៏យើងមានការតាមដានជាក់លាក់យើងអាចនឹងសល់ចាបងកន្លែងហ្នឹងយល់យ៉ាងណាដែរចាបងភាគច្រើនចឹងមែនដោយសារតែពេលខ្លះគាត់រៀបចំផែនការបានតែមួយរយៈហើយគាត់ fail ហ្នឹងណាបាទជួនកាលមកពីរៀបអត់ត្រូវបងតែកាលណារៀបឧទាហរណ៍ថាឥឡូវយើងគាត់និយាយថាចេះគាត់ចង់រៀបផែនការហិរញ្ញវត្ថុអញ្ចឹងវាតតែមានការបែងចែកនឹងឲ្យត្រូវឧទាហរណ៍ថាឥឡូវយើងតលុយចូលមកវាខុសពីអាការដែលយើងចាយចាំបាច់ហើយណាចាយដែលយើងចង់អញ្ចឹងអាចាំបាច់ហ្នឹងគាត់ត្រូវដឹងអាចាំបាច់គេខ្លះឧទាហរណ៍ថាជួលផ្ទះចាក់សាំងញ៉ាំប្រចាំថ្ងៃឬក៏អីដែលគាត់ត្រូវទៅទិញហ្មងអញ្ចឹងគាត់បែងចែកឥឡូវបើសិនតែលុយចូលមក$500ចាអាចាំបាច់របស់យើងហ្នឹងវាត្រូវអស់ប៉ុន្មាន$200ឬក៏អីហ្នឹងមួយដុំទៅអាស្អីគេផ្សេងទៀតថ្លៃបងជួលផ្ទះថ្លៃចាក់សាំងថ្លៃអីមួយដុំផ្សេងទៀតទៅអញ្ចឹងអាគាត់អាចាយអាចង់របស់គាត់ហ្នឹងវាប្រមាណហើយនឹងអានសំប្រមាណជួនកាលពេលខ្លះគាត់ថាសំបានតែមួយផ្លែតសំអត់បានតទៀតជួនកាលទៅអានសំហ្នឹងវាធំពេកបងអញ្ចឹងអ្វីដែលលុយបើយើងបែងចែកឲ្យយើងសំវាទៅតាមលទ្ធភាពរបស់យើងណាចាអញ្ចឹងអានសំគួរតែមានចំណែកប្រមាណសំហើយអាហ្នឹងបានវាអាចជាប់ហើយនៅមួយទៀតពេលខ្លះតើយើងប្រើ tool ខ្លះដែរបងខ្ញុំឃើញបច្ចុប្បន្នឥឡូវគេមានសភៅមានអីអញ្ចឹងខ្លះគីឡូវាអត់ងាយស្រួលទៅវាទៅទៀតភ្លេចទៀតចាអញ្ចឹងអាហ្នឹងត្រឡប់មកវិញតើមានរបាយការណ៍ហ្នឹងតើនេះ strict ទៅលើរបាយការណ៍របស់គាត់ហ្នឹងដែរនិយាយអញ្ចឹងនឹកឃើញគ្រួសារខ្ញុំគាត់តែងតែនិយាយទៅមិនដល់ថ្នាក់ថានេះស្ដីឲ្យតម្រងថាឲ្យខ្ញុំហ្នឹងកត់ចំណាយចំណូលឲ្យកើត Google Sheet spreadsheet ចាយប៉ុណ្ណាចំណូលប៉ុណ្ណាខ្ញុំធ្វើវាខ្លះដើរវាខ្លះអត់ប៉ុន្តែដល់ពេលយើងមានការងារច្រើនហ្នឹងកាប់ទឹកកន្លែងហ្នឹងសំខាន់ទីមួយវាជួយឲ្យយើងដឹងពីលំហូរនៃចំណូលហើយនិងលំហូរនៃការចំណាយដែរតែនៅក្នុង ABA គេមានមុខងារវិភាគហ្នឹងគឺជួយឲ្យយើងដឹងថាយើងចាយមួយខែហ្នឹងអស់ប្រហែលមិនត្រឹមតែប៉ុណ្្នឹងគឺដាក់ចូលទៅដល់ហៅថាប្រភេទនៃការចំណាយខ្ញុំមិនដឹងថាខ្ញុំចំណាយមួយខែប្រហែលនេះទៅលើកាហ្វេឬក៏ហូបចុកនឹងក្រៅដល់មិញបើឃើញមិញហើយចង់ល្ងិតមុខអត់ដឹងមែននិយាយត្រង់ហ្មងនិយាយមុខភ្លើងគឺអត់ដែរចាប់អារម្មណ៍ថាខ្លួនឯងច្នៃប៉ុណ្ណាប៉ុន្តែអានេះវាដាស់សតិយើងវាដាស់សតិយើងថាគួរបន្ថយព្រោះអានេះវាបើនិយាយពីរឿងហិរញ្ញវត្ថុវិញវាប៉ះពាល់ដល់ការចំណាយប៉ុន្តែនិយាយពីសុខភាពវិញយើងគិតបន្តទៀតថាអេឯងចាយលើនេះច្រើនណាស់នេះកំសាន្តតិចហ្នឹងដើរលេងរៀងស្ដើងខែហ្នឹងក៏គួរតែចំណាយថែមទៀតទៅលើការដើរលេងចូលរួមវិស័យទេសចរណ៍ឡើងអានេះខ្ញុំគិតថាល្អដែរបើមិនជាយើងប្រើប្រាស់វាមិនបាច់ប្រចាំថ្ងៃទេប៉ុន្តែមួយសប្តាហ៍មើលម្ដងក៏ខ្ញុំគិតថាអាចនឹងនេះដែរត្រូវបងនេះបើមាន tool ងាយស្រួលអញ្ចឹងបើទៅមនុស្សយើងនឹងធ្វើបន្តបើសិនបើវាស្រួលហើយវាជួយហ្នឹងហើយអញ្ចឹងបើថាយើងធ្វើរបាយការណ៍ហិរញ្ញវត្ថុល្អតែខ្លាចតែយើងខ្ជិលអញ្ចឹងបើសិនបើយើងប្រើ tool ត្រូវវាជួយទៅដូចបងលើកឡើងមួយអាទិត្យគេហៅនេះយើងមើលម្ដងហើយអាហ្នឹងវាជួយទប់យើងដែរបងដល់ពេលណាវាឃើញអាយើងក្រហមច្រើនវាអត់សូវមានតងចូលណាបាទព្រោះមនុស្សយើងមានធម្មជាតិមួយបើគេមកប្រាប់អត់ទទួលទេតែបើរកឃើញខ្លួនឯងយកដល់ចិត្តហ្មងអាហ្នឹងខ្ញុំគិតថានេះវាជា psychology នៅក្នុងការទទួលយកនៅការណែនាំតែបើខ្លួនឯងរកឃើញអីមួយដូចយើងរៀនអញ្ចឹងរកឃើញអីដល់ថ្មីអញ្ចឹងអួតគេមកភូមិតែបើថាគេមកប្រាប់ទៅអានេះធ្វើចេះគ្មានទេមិនស្ដាប់ទេអញ្ចឹងមិនថាហ្នឹងពេលខ្លះមុខងារដែលគេដាក់មកអ្នកដែលគាត់ប្រើប្រាស់ប្រចាំថ្ងៃខ្ញុំគិតថាគាត់ថាដល់មិនកើតដឹងវាមិនដែលទេដល់ពេលចាប់ដើមបើកមើលមិនដឹងថាអាយ៉ាខ្ញុំជឿថាអ្នកដែលកំពុងស្ដាប់អាចសាកមើលបានបើក ABA Mobile ទៅហើយចុចកន្លែងវិភាគទៅហើយខ្ញុំជឿថាភ្ញាក់ខ្លួនហ្មងព្រោះអានេះមិនជំរុញឲ្យប្រើទេគឺបទពិសោធន៍ពិតតខ្លួនខ្ញុំគឺខ្ញុំមើលហើយខ្ញុំវាដូចគេដាស់មកពីយោសពយើងថាចាយច្រើនមែនណាបងហ្នឹងហើយចង់បន្ថែមទៅលើហ្នឹងព្រោះយើងនិយាយរឿងសំហ្នឹងហៅគិតថាប្រហែលជាចែកតែពីរឿងអ្នកដែលចំណូលបានច្រើនតែយើងយល់ស្របទេថាការសន្សំសម្រាប់អ្នកដែលមានចំណូលច្រើនឬក៏សម្រាប់មនុស្សទូទៅអត់ទេបងបើខ្ញុំគឺទូទៅហ្មងហើយបើសិនបើយើងមានចំណូលតិចហ្នឹងហើយយើងហត់តែត្រូវប្រយ័ត្នបងចាដោយសារអីបើសិនបើយើងចំណូលតិចហើយយើងអត់ឆ្លៀតអន្សំអាការអន្សំមួយវារឿងច្រើនណាជួនកាលប្រហែលជាយើងភ្លេចយើងគិតថា
ពីច្រើនក្មេងៗក៏អត់តមានបញ្ហាអីក៏អត់តមានរឿងអីគាត់អត់បានគិតពីអាហារនិភ័យអត់មានផែនការបង្ការបាទចាអញ្ចឹងសំលុយខ្ញុំគិតថាវាជាទម្លាប់វាត្រូវការបដោះបដាលចាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំយើងក៏សំ fail ដែរពីមុនយើងមិន fail ទេ 100% fail ទាំងអស់ហើយក៏ពីមុនយើងសំនៅក្នុងកូនជ្រូកយូរម្ដងយើងក្បត់ខ្លួនឯងទៅឆ្កឹះកូនជ្រូកឆ្កឹះអីអញ្ចឹងណាបងបាទមានធ្លាប់ចោះប្រហើមហើយវាឲ្យយកបិទវិញខ្ញុំជំនាញរោដីឥតបិទវិញហ្នឹងឲ្យយកសិនណាអាសិនហ្នឹងអញ្ចឹងសំខ្ញុំគិតថាសំខាន់ណាបងឲ្យគ្រាន់តែថាអ្វីដែលខ្ញុំគិតថាវាមានប្រសិទ្ធភាពបាទយើងសំបើសិនបើយើងចំណូលយើងតិចគ្រាន់តែសំពី5ទៅ 10% នៃចំណូលសំដើម្បីអីឧទាហរណ៍បងពេលណាមនុស្សសំគឺធម្មតាយើងចង់បានអីមួយហើយចាឧទាហរណ៍យើងចង់ទិញម៉ូតូចង់ទិញកុំព្យូទ័រកាមេរ៉ាអូខេទិញកាមេរ៉ាអាហ្នឹងបាននិយាយចូលពីខ្ញុំហ្នឹងហើយដល់ទៅពេលយើងចង់ទិញវាត្រូវការសំហើយយើងគិតថាយើងទៅមានត្រូវឆ្នោតអីមកពីណាវាមិនអាចទេតើសំចាអញ្ចឹងតើតើយើងមានផែនការថាយើងចង់បានអីមួយអញ្ចឹងវាជំរុញទឹកចិត្តឲ្យយើងសំហើយយល់ហើយឲ្យវាមានវិន័យដែរបងជូកាមួយផ្នែកវា work មកខ្ញុំដែរបានន័យថាយើងសំតែឯងយើងចេះតែកុហកខ្លួនឯងបានណាពេលខ្លះវាជាដូចយើង take វាដូចជា game អញ្ចឹងជា challenge យ៉ាងសំមួយមិត្តភក្តិចាខ្ញុំមិនដឹងថាបងធ្លាប់អត់ទេតែខ្ញុំថាដូចយើងអាប់ដេតថាឥឡូវថ្ងៃនេះយើងបានហើយយើងអួតអា group របស់យើងអញ្ចឹងថាយើងដាក់បានចូលលុយនឹងបានប្រហែលណាអញ្ចឹងទៅបានឲ្យយើងទោះបីយើងចង់ដកបើសិនមួយថ្ងៃនេះឧទាហរណ៍មួយអាទិត្យនេះត្រូវសែនរបាយការណ៍ថាយើងសំបានឲ្យគេដល់ទៅពេលលុយយើងដកក៏យើងដូចរៀងខ្វះគេដែរយើងក៏មានលុយរបស់យើងហ្នឹងហើយ peer pressure បាទចាអញ្ចឹងដែរហើយនឹងមួយទៀតតកតងទៅនឹងសំនឹងដែរវារឿងបង្ការផ្សេងទៀតមិនមែនគ្រាន់តែយើងចង់បានរបស់ឲ្យបងឧទាហរណ៍ឈឺថ្កាត់មានបញ្ហានេះនោះអីយើងបានលុយមកពីណាចាហ្នឹងធំតាចាហ្នឹងហើយអញ្ចឹងអាហ្នឹងយើងត្រូវឆ្លៀតដែរបងចាអញ្ចឹងនៅពេលដែលមានសំបានអីបានវាអត់ទៅណាឆ្ងាយពីរបាយការណ៍ហិរញ្ញវត្ថុដែលយើងនិយាយហ្នឹងទេចាអញ្ចឹងការគ្រប់គ្រងបានបែងចែកបានច្បាស់គ្រប់គ្រងបានល្អអាហ្នឹងយើងអាចសំបានហើយយល់ហើយខ្ញុំនិយាយដែរលុយសំមិនមែនតើយើងរកចំណូលបានយើងសំបានច្រើនទេបើសិនបើយើងអត់ចេះគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុចំណូលធំប៉ុណ្ណាក៏ដោយយើងនៅធនសំអត់បានអញ្ចឹងបើយើងអត់ទម្លាប់សំមកណាដូចដាក់ខ្ញុំពីដៃកណ្ដាលមុខអញ្ចឹងខ្ញុំអ្នកខ្សោយសំនិយាយមែនគុំបានគ្រូសាក៏មិនឃើញសល់ទេនិយាយមែននិយាយត្រង់ហ្មងហើយគេខ្លួនឯងនិយាយមែនរឿងចាយវាយនេះមួយភាសាខ្មែរគេចាយតាមចិត្តហើយនឹកឃើញរឿងចាយតាមចិត្តចាយតាមអារម្មណ៍ហ្នឹងសម្រាប់ខ្លះដែរមានអារម្មណ៍ថាអាហ្នឹងវាប៉ះពាល់ទៅដល់សុខភាពហិរញ្ញវត្ថុអត់ប៉ះពាល់បងតាមចិត្តតាមអារម្មណ៍ខ្ញុំមិនដឹងថាអានេះខ្ញុំធ្លាប់ឃើញចាធ្លាប់ឃើញបងប្អូននៅធ្វើការងារមួយគ្នាហ្នឹងគាត់ថាម៉េចគាត់ថាគាត់ stress តែ stress ត្រូវចាយលុយសាក់ថ្មជីវិតហ្នឹងហើយ set ត្រូវចាយលុយហើយអញ្ចឹងបងអានទិញនេះយកអត់ដឹងណាហើយលេងមួយខែចង់ stress ចង់20ថ្ងៃហ្នឹងហើយគិតតែពីជាក់ហើយគិតតែពីសាក់ថ្មអានោះអត់ដឹងហើយណាមួយទៀតយើង back ទៅបន្តិចបងនិយាយថាលុយច្រើនសមហ្នឹងអាហ្នឹងក៏វាផ្នែកដែរអ្នកខ្លះគាត់អាងគាត់រកចំណូលបានគាត់អត់មានផែនការហ្នឹងឯងគាត់គិតថាតិចគាត់ត្រូវនេះមកក្តាំងត្រូវនោះមក project អីទៅបានលុយអញ្ចឹងទៅអត់មានអា consistent សមទេយល់ចាហើយដល់ពេលអញ្ចឹងទៅដូចគាត់សប្បាយមួយឆាវដូចយើងនិយាយមិញទៅសាក់ថ្មជីវិតអាចពួកម៉ាក់ជុំនេះម្ដងវាមិនអស់ហ្មងណាវាមិនអស់ហ្មងហ្នឹងហើយចាគឺវាអស់អាលីងគិតគូមើលទៅសល់ថ្ងៃប្រោយហ្នឹងហើយចាប៉ុន្តែអារឿងនេះវាតកតមួយនឹងការគិតឃើញមួយទៀតគេហៅពេលខ្លះចាយលុយដោយមិនដឹងខ្លួនណាតែក្នុងការចាយលុយដោយមិនដឹងខ្លួនហ្នឹងសម្រាប់ខ្លះដែរមានអារម្មណ៍ថាមានបទពិសោធន៍ហ្នឹងទៅក្នុងការរស់នៅប្រចាំថ្ងៃតែយើងពេលខ្លះយើងចាយទៅយើងអត់ដឹងថាយើងចាយទៅណាចាយលើអីហើយមានអារម្មណ៍ថាហ្នឹងវាប៉ះពាល់ទៅដល់ហិរញ្ញវត្ថុយើងហ្នឹងប៉ះពាល់ខ្លាំងបងហើយសម័យឥឡូវនេះទៀតវារឹតតែស្រួលចាយពេលខ្លះយើងអត់បានមើលបងយើងអត់ចាប់អារម្មណ៍មើលអារបាយការណ៍ហិរញ្ញវត្ថុរបស់យើងយកមានអី track ដឹងណាតែបងយើងទៅ subscribe នេះ subscribe នោះជួនកាលដឹងខ្លួនណាកាត់លុយរាល់ខែរាល់ឆ្នាំណា Netflix ហ្នឹងហើយអត់ដឹងបងពីកាលជួនកាលនឹកថាអូឃើញវាថោកហើយត្រឹម$10មួយឆ្នាំចេះ subscribe តែអត់ដែរប្រើសោះអាខ្លះហ្នឹងហើយអ្នកខ្លះ update អី ChatGPT ចំណាយមានដឹងបងណាដល់មើលខែចំ20រៀលខ្ញុំនេះតែញយអត់ដឹងខ្លួនទេគេលោកបរោះគាត់អាចនឹង subscribe application ផ្សេងៗដល់នារីសូម្បីតែ app ថតរូបបងហ្នឹងអត់ដឹង app កែរូបអីគាត់ subscribe ទៅអត់ដឹងខ្លួនទេគេកាត់លុយរាល់ខែអីចឹង AI កែតុក្កតាកែចា
ហើយចាយអត់ដឹងខ្លួនទៀតជួនកាលរបស់ brand ហើយនឹកឃើញរបស់ brand ហ្នឹងវាមួយសាទៅហើយមួយទៀតរបស់កប៉ិចកប៉ុកដែលអត់ប្រើសោះបងធ្លាប់ឯងខ្ញុំគិតថាហ្នឹងវាជាទីផ្សាររបស់គេដែរមិនមែនវាយប្រហារគាត់ប៉ុន្តែហ្នឹងវាជាយុទ្ធសាស្ត្ររបស់គេយើងលក់របស់ហ្នឹងថោកទាំងអស់ត្រឹម 1000 2000 ឯងគ្រប់មុខជួនកាលយើងទៅដល់យើងចេះប្រវត្តិសេវាដាក់កន្ត្រកណាប៉ុន្តែអត់ប្រើឯងចាត្រឹមរបស់2000 $1អីចឹងអូឃើញមើលទៅចាប់អារម្មណ៍ប៉ុន្តែទិញមកអត់បានប្រើទេទាំងអស់អាហ្នឹងហើយគឺចាយអត់ដឹងមុខបាទសូមជូនផ្នែកនេះទៅប្រពន្ធខ្ញុំអូដឹងមិនម៉ែតែហ៊ាននិយាយតែគាត់ចូលចិត្តទិញប៉ុន្តែពីច្រើនគាត់ប្រើព្រោះគាត់ថាពេលខ្ញុំឆ្ងល់ហើយទិញឲ្យតែឃើញ discount ទិញហ៎តែមិនមែនខុសឲ្យឃើញគាត់ប្រើច្រើនគាត់ថាពេលខ្ញុំអត់យល់ដែរខ្ញុំថាដែរពួកគាត់ចូលចិត្តទិញអញ្ចឹងអូខេអញ្ចឹងខ្ញុំមិនមែនម្នាក់ឯងដែលខ្ញុំគិតអញ្ចឹងហើយឥឡូវយើង shop មិន online មិន shop តាម social media មើលគេ live មើលគេទៅមិនលាក់លេខតាទីតាំងឃើញរូបឃើញអីតំណងទិញមកជួនកាលនិយាយឲ្យស្មោះត្រង់ដោយសារយើងដែរអូខេអរគុណដែលបានទទួលគាត់ទៅដែរចឹងខ្លះយើងមើលទៅវាឃើញស្អាតឃើញអីគាត់តែធូរថ្លៃដែរទិញ online ទិញមកជួនកាលពេលអត់កើតទេបងឬក៏ទិញតាំងពីទិញរហូតមកដល់ឥឡូវនៅតែអត់មានបានប៉ះកៅអៅហ្នឹងចឹងអាហ្នឹងទិញ online bây giờ về bàn chè chè chứ và giang để ca chè chè rung lôi cả nhóm cái ca bít vậy mà ngày ắt đấy của chị tôi tới dương mẹ làm thay dương hạ đôi chị khai được con ông ca bao chùm ho từ lừa ca chè chè và thấy con ông cô đau podcast nó cứ dương bao chặt chè chè thì mỏng được sao nhưng cái thà chùm này đang này ra mà thộn ấy vì chui thì mỗi vì chui mình được hỏi khơi là bỏ đời buộc quạt ảnh khơi loạt ngày đấy bên đây mà chặt vào đôi dương chè chè thì mạnh mình chẳng á chẳng vì tao đo chùm tụi mũi tiêu từ lừa ca cục krong chùm này tam đàn ca chùm này chùm nấu luôn dương bị chạm ngày á nó vi miên sả sầm khăn đó, bên đây sẽ đẹp Clara, nhưng trong số bậc thang bị lớn nó thật tá vi chia cả tập kịch, nó không cả thưa, còn bài ca chấm này chấm nô tam đàn lặn. Bởi nhóm cái thà vi chia cả tập kịch mà bông, đôi xa tại nhóm ao đồng lại sầm khăn nó lơ phan ca đành và thổ, dương thật đăng thay dương hồ ban mán, dương trai tao vinh bẩm màn, hay panh ha để nhóm chua vào ngay chip xếp ôn, nơi cái đánh phơi ca, mất phệ cái đôi, cứ quạt ớt miên là nâng mỏng bông, trăng ao dương chẳng thà srul hay srul chương môn ta mà rú hết chắc srul hay srul chương môn khử trâu tại krok krok ở nơi bàn hay được dương vậy bị đám hưởng tam ở đó mường tam ấy nữa á cốt ở sư ban đăng ta tua lấy bao cốt châu mà nên chắc còn ai sừng cung năng việt tiên từ priệp thiệp hưởng đó bao pra tam chất tam lôi mà cha đang ngày cái brand dương brand này ô cái tình mà tôi mới ấy nổi chúa từ rủng lúa từ ấy đấy anh nước sơ của thằng bằng cứ cốt admin ban không cỏ rồi cóประหยัดประหยัดตะเลือหึงกาใจบ่ก่อนนั่นไงก็ตับกึกมองนั่นเธอตะกรองบ้านยมเธอไม่ไปจีบเรื่องปีมาโตน้องมอจะкамeraอยู่камeraไปก็ติ้งได้ปราទេติ้งตกចោលហ្មងប៉ុន្តែដោយសារភ្លឺនចាចឹងជាការដូចជាមានហ្គីមានaccessoryអីមកតែញយបាទពេញផ្ទះនៅរបស់ខ្លះគេឲ្យទៅរបស់ខ្លះទៅក៏តទិញមិនបានអញ្ចឹងទៅដល់ពេលទិញមករួចអត់ទេប្រាទេដល់ពេលសួរគាត់ឯងទិញមកទេរបស់ខ្លះទិញថ្លៃដែរទិញតាំងពីបរទេសមកទៀតដោយសារចង់ឲ្យវាឡូជាងគេចង់មកចប់មានណាទុកតខូចគេហៅថាអស់ expiration ហួស delay ហ្មងជ័រលបកមកអញ្ចឹងទៅមិនហាច់ចោលហ្មងបើមានត្រឡប់តាក់តងនឹងមុននឹងទិញមិនមានអត់មានគិតអីសោះឬមកក៏មានអីឲ្យជួយ filter ហ្មងតិចមុននឹងទិញអត់មកវាអត់ filter ខ្ញុំចិត្តទិញឥឡូវរៀងដាក់សតិមកច្រើនដោយសារអីខ្ញុំគិតថាបើសិនជាយើងនៅតែបណ្ដោយវាអាចនឹងខ្លាយទៅជារបស់មួយដែលពិបាកនឹងវិលក្រោយហើយបើថាឥឡូវយើងមាន tool មានអីដូចមុខងារវិភាគផន ABA អញ្ចឹងដែលជាគេថាដូចរំលឹកយើងណាយើងមនុស្សខ្លះដូចខ្ញុំនិយាយអញ្ចឹងថាមនុស្សខ្លះតើយើងខ្លួនឯងធ្វើឃើញអញ្ចឹងទៅអាហ្នឹងវាដូចតាក់ទងមួយនឹងចំណូលអញ្ចឹងបើចំណូលជាទូទៅអ្នកខ្លះគាត់គិតថាពាក្យវាមានពាក្យភាសាបច្ចេកទេសថា net cash flow ចាបងបាទលំហូរសាច់ប្រាក់ដែលចូលនៅក្នុងកណន័យផងយើងហើយនឹងចំណូលពាក្យនេះវាអាចផន់ច្រឡំតែជាមួយ Clara កន្លែងហ្នឹងយល់ឃើញយ៉ាងណាដែរពីហ្នឹងខុសគ្នាបងចំណូលហើយនឹងលំហូរសាច់ប្រាក់ចាឧទាហរណ៍ដូចឥឡូវដូចបងធ្វើ podcast ចឹងឥឡូវ ABA ហៅបងធ្វើ podcast ចាគាត់ថាឥឡូវមក podcast ហ្នឹងថា$1000ចឹងអញ្ចឹង podcast ចូល$1000ប៉ុន្តែ$1000ហ្នឹងគ្រាន់តែចូលតាយើងរកថាវាជាចំណូលតែវាមិនទាន់ជាសាច់ប្រាក់ទេយល់ចាជួនកាលតែយើងគ្រាន់តែឃើញតែចំណូលអញមាន$1000ណាចាយប៉ុន្តែលុយនៅណាលុយវាអត់ទាន់ចូលទេអញ្ចឹងអាពេលខ្លះយើងចាយចេញទៅហើយនឹកថាមានលំហូរមានចំណូលចូលណាអញ្ចឹងវាមិនវាខុសពីសាច់ប្រាក់សុទ្ធ
បាទអញ្ចឹងគេឲ្យយើងប្រយ័ត្នប្រយែងមើលទៅលើសាច់ប្រាក់សុទ្ធបានថាលុយដែលយើងអាចចាយបានលុយវាពិតប្រាកដនៅក្នុង account របស់យើងមិនមែនគ្រាន់តែរាប់ថាជាចំណូលទេយល់ចាអញ្ចឹងអានឹងចំណូលនិងហូរសាច់ប្រាក់សុទ្ធវាខុសគ្នាបាទសម្រាប់ខ្ញុំឆ្លងកាត់ច្រើនណារឿងចាយលុយមុនហើយយកលុយចូលតាមក្រោយប៉ុន្តែវាមានបើឲ្យខ្ញុំគេហៅថា challenge វិញអូខេបងសុំបដិសេធឡើងមួយពេលដែលយើងប្រើលុយខ្លួនឯងសំចាយសិនទៅលើបច្ចេកមួយហើយយើងបានចំណូលពីបច្ចេកដូចបច្ចេក podcast ឬក៏បច្ចេកផ្សេងអញ្ចឹងលុយវាបានដុំអញ្ចឹងយើងមានអារម្មណ៍មួយថា excited សប្បាយចិត្តថាអូលុយច្រើនណាការពិតយើងបន្លប់ខ្លួនឯងវាជា psychology មួយជាចិត្តសាស្ត្រមួយនៅក្នុងការធ្វើឲ្យខ្ញុំនឹងមាន motivation នៅក្នុងការធ្វើការឬក៏រំពឹងថាការងារនេះត្រូវធ្វើមួយធ្វើឲ្យល្អដោយសារអីលុយច្រើនហើយបើសិនជាយើងតោះចាំបានលុយនឹងមកចាយថាយើងបានលុយនឹង 1000 10000 អញ្ចឹងមកយើងគ្រាន់តែមកដល់ភ្លាមយើងត្រូវចាយក្រុមទាំងអស់ត្រូវហើយលុយនឹងបាត់អស់លីងចាសល់តែច្រើនថា 50% ឬក៏ 40% ចុះមានអារម្មណ៍មួយថាច្រើនណាទេតិចដែរហ្នឹងខំទាំងធ្វើចង្អប់អញ្ចឹងបើថាពេលខ្លះខ្ញុំវា trick ខ្លួនឯងឲ្យមានអារម្មណ៍មួយថាប្រឹងធ្វើទៅព្រោះលុយនឹងចូលច្រើនណាស់ប៉ុន្តែផលប៉ះពាល់ចង់បញ្ចប់នេះអាលុយដែលយើងជាសាច់ប្រាក់ផងយើងជា cash flow ផងយើងនេះគឺតិចពិតបងព្រោះថាយើងមានចំណូលខ្ពស់ប៉ុន្តែយើងចំណាយច្រើនអញ្ចឹងបាត់ដូចខ្ញុំស្ដាប់វិញមិនសមហេតុសមផលថាអូអញ្ចឹង motivation នេះ motivation គួរថ្នាក់ចាបងអញ្ចឹងមែនឥឡូវដូចបងយើងបានថាបងផ្ដល់សេវាកម្មបើសិនបើអ្នករស់ស៊ីបើអ្នករស់ស៊ីឧទាហរណ៍យើងលក់ដូរលក់អីវ៉ាន់លក់អីក៏ដោយហ្នឹងហើយចាជួនកាលលក់បានលក់អីវ៉ាន់ចាពេកអាហ្នឹងបើសិនបើអ្នករស់ស៊ីក៏គាត់ត្រូវគិតនឹងដែរគាត់ឃើញតួលេខលក់ចេញចាលក់មកប៉ុន្តែអាហ្នឹងវាអត់ទាន់បានលុយចូលទេណាហើយការចាយលើបុគ្គលិករបស់គាត់លើអីអត់ទាន់ទេអញ្ចឹងវាឃើញតែជាចំណូលប៉ុន្តែមើលអាសាច់ប្រាក់សុទ្ធដែលបន្ទាប់ពីគាត់កាត់ចំណាយកាត់អីអស់អាហ្នឹងឯងសល់មកហ្នឹងអញ្ចឹងទោះបីជាអាហ្នឹងលក់ដូរដូចជាពួកខ្ញុំផ្ដល់សេវាកម្មក៏ចឹងដែរពេលខ្លះគិតថាអូយកមកយើងឆាយថ្លៃពីអតិថិជនបានថ្លៃទេបាន 1000 អញ្ចឹងគិតថាវាបានថ្លៃដូចបងអញ្ចឹងប៉ុន្តែអា 1000 ហ្នឹងយើងអត់ទាន់បានដកឲ្យយើងចំណាយថ្លៃថតប្រហែលធ្វើប្រហែលថ្លៃអីផ្សេងទៀតណាបាទអាហ្នឹងឯងអញ្ចឹងវាខុសចាយខុសខ្ទង់នៅពេលដែលចំណូលមកប៉ុណ្ណឹងប៉ុន្តែអត់បានគិតអារឿងចំណាយទៅវិញប្រហែលណាបាទអញ្ចឹងក៏អត់មានសល់លុយដែរដែលមានបបពិសោធន៍ចាយលុយធ្វើប្រហែលអត់ធ្វើប្រហែលមានយើងចាយទៅយើងចាយជ្រុលទៅយើងនឹកឃើញហើយមានអាហ្នឹងវាគិតថាវាប៉ះពាល់ណាស់បងហើយអាធ្វើប្រហែលហ្នឹងណាពេលខ្លះយើងអានេះបើខ្ញុំហ្មងពេលខ្លះយើងសេតខ្លាំងពេកឬក៏ពេលខ្លះសបាយខ្លាំងពេកអាហ្នឹងធ្វើប្រហែលហើយអូតាក់ទងទៅនឹងអារម្មណ៍ដែរអាហ្នឹងធ្វើប្រហែលពេលខ្លះសបាយខ្លាំងពេករៀងចូលទៅរៀងលឹះតែហ្នឹងដែលខ្ញុំពេលខ្ញុំចាយភ្លេចខ្លួនអូខេពេលខ្លះសេតពេកទៅអាហ្នឹងក៏ធ្វើប្រហែលដែរបានណាបាទវាអាចធ្វើប្រហែលផ្សំវាអាចអាងផ្សំយើងចេះអាងមានចំណូលខ្ពស់ហើយចាយសិនដល់រៀបមកបច្ចេកនឹងអត់ធ្វើការអត់ទៅមុខបានជួនកាលគេ cancel ជួនកាលអីវាអត់មានភាពប្រកបប្រជាអាហ្នឹងវាប៉ះពាល់បបពិសោធន៍នឹងមានមែនបាទមាន 100% ខ្ញុំចាំបានជួយចាប់ខ្លាំងខ្ញុំគាត់ថានេះវាជាបើនិយាយថាអ្នកខ្លះនិយាយយកខ្លួនជីវិតវាបែបហ្នឹងលេះបងអើយហ្នឹងចាលួងចិត្តខ្លួនឯងក៏អត់ដូចខ្លួនឯងហ្នឹងដូចខុសខ្លាំងពេកបាទប៉ុន្តែចេះយើងចាប់អារម្មណ៍មើលពេលដែលយើងមានលុយច្រើនណាអារម្មណ៍ផងយើងខុសពីពេលដែលយើងមានលុយតិចការនិយាយស្ដីការប្រស្រ័យតាក់ទងក៏ដូចជាភាសាដែលយើងប្រើគឺខុសគ្នាហ្មងហើយការសរសើរពីអ្នកជុំវិញខ្លួនណាអានេះយើង psychology ណាចិត្តសាស្ត្រណាក្នុងខ្លួនយើងមានអារម្មណ៍ថាភ្លឺ glowing ហើយគេចេះសួរថាអូឥឡូវក្មេងមែនតាបងនេះតែយើងមានអារម្មណ៍បែបហ្នឹងឯងពេលខ្លះខ្ញុំក៏ថាចឹងដែរបងចាអាចអញ្ចឹងថាម៉េចសាច់ឈាមស្រស់ថ្លាហ្នឹងមើលទៅថ្លាបាទណាតាមទឹកលុយចាទឹកប្រែតាមទឹកលុយលេខ្ញុំឲ្យតែមិត្តភក្តិគាត់ជួបខ្ញុំគាត់ថាអូឥឡូវក្មេងជាងមុនអត់ទេលុយច្រើនមកទៅនិយាយមែនថានិយាយអួតទេតែគាត់និយាយថានិយាយហ្នឹងលួងខ្លួនឯងទៅមិនដឹងបញ្យល់ប្រាប់គេថាមិនថាខ្ញុំយល់ស្របព្រោះប្រធានបទនេះវារៀងគេថា sensitive បើយើងនិយាយថាអូមានលុយច្រើនទៅសុបាយចិត្តមិនមែនទេប៉ុន្តែក្នុងការគ្រប់គ្រងការចំណាយចំណូលវិញបើយើងចេះគ្រប់គ្រងកន្លែងនេះខ្ញុំគាត់ថាអាហ្នឹងឯងសុខភាពផ្លូវចិត្តត្រូវបងកន្លែងនេះយល់ស្របហ៎យល់ស្របហ្មងពិតមែនបងអញ្ចឹងទឹកមុខមនុស្សអាចបញ្ជាក់ថាគាត់មានសុខភាពរាងកាយវាតកតងទៅនឹងសុខភាពហិរញ្ញវត្ថុអីហ្នឹងចាអញ្ចឹងបើមនុស្សគាត់
មានសុខភាពល្អពិតប្រាកដលុះត្រាសុខភាពហេរ៉ៃវត្ថុរបស់គាត់ល្អដែរចាត្រូវហើយនេះល្អខ្ញុំលើកទី1ដែលខ្ញុំនិយាយពីរឿងលុយកាក់ខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សូវមានសម្ពាធមកជួយទៅចែកមួយគ្រួសារគាត់ឯងឲ្យខ្លាចតែគាត់សួរចែកខ្លះប៉ុន្តែឥឡូវយើងចង់ទាញយកបទពិសោធន៍ជីវិតវិញឧទាហរណ៍ចង់លើកឧទាហរណ៍ចង់ស្ដាប់ចំណុចពី Clara វិញទៅលើឧទាហរណ៍ថាបុគ្គលម្នាក់គាត់រកចំណូលបាន500ចាបង ហើយតើគាត់អាចសន្សំបានរហូតដល់ 5000 ដោយរបៀបណា500នៅក្នុងមួយខែហ្នឹងហើយចាដើម្បីឲ្យគាត់សន្សំឲ្យបាន 5000 បាទបើនិយាយខ្លីទៅបើគាត់អត់ចាយតែ5-10ខែបាន 5000 ប៉ុន្តែខ្ញុំចង់ដឹងវិញថាតើយើងមានបទពិសោធន៍ណាដែលយើងអាចចែកម្លែកទៅបានចាហើយនេះខ្ញុំត្រូវរៀនដែរដោយសារខ្ញុំអត់ដែលសន្សំដល់ 5000 និយាយត្រង់ហ្មងព្រោះបើសិនបើគាត់បុគ្គលម្នាក់គាត់រកចំណូលបាន500បើគាត់ចង់សន្សំ 5000 ត10ខែគាត់អត់ចាយសោះបងអញ្ចឹងយើងមិនអាចអត់ចាយបើយើងចំណូលបាន500អញ្ចឹងអ្នកដែលគាត់ចំណូល500បើសិនតែយើងដកថ្លៃផ្ទះថ្លៃបាយថ្លៃសាំងថ្លៃកៅអៅថ្លៃអីខ្ញុំគិតថារស់នៅក្នុងទីក្រុងទៀតជួលផ្ទះទៅអី500ត្រឹមមករួចខ្លួនបងមួយខែឲ្យតែគ្រប់តើយើងចេះសន្សំចាយទៀតហ៎អញ្ចឹងបើថាគាត់ចង់សន្សំខ្ញុំគិតថាទី1គឺកាត់បន្ថយចំណាយនឹងមើលទាំងអស់ហ្នឹងមើលគាត់ចាយរាល់ថ្ងៃរាល់ខែហ្នឹងណាទី1គឺត្រូវកាត់បន្ថយអីដែលកាត់បន្ថយបានចាអីដែលអត់ចាប់បាច់ឥឡូវកាហ្វេបើគេញ៉ាំកាហ្វេ$3យើងញ៉ាំកាហ្វេ5000អី6000អីបានអត់អញ្ចឹងហើយបានន័យថាយើងបដូរពីអាសម្ភារៈនិយមមកអាតិចតួចនិយមវិញណាអារបស់ណាមិនចាំបាច់មានទេអាហ្នឹងទី1គឺត្រូវតែកាត់បន្ថយចំណាយទី2បើសិនបើយើងចង់សន្សំតោះតែយើងរកចំណូលបន្ថែមបងបាទចាតើគាត់មានលទ្ធភាពរកចំណូលបន្ថែមតែយើងអាចរកឲ្យបានក្រៅពីគាត់ទៅរៀនឬក៏គាត់ទៅធ្វើការអាចធ្វើការងារអីក្រៅម៉ោងឬក៏រកចំណូលអីបន្ថែមតាមរយៈពេលខ្លះគាត់ដកលុយខ្លះទៅរៀនអីបន្ថែមយក500គាត់ដកមួយខែ$10 $20គាត់ទៅរៀនភាសាក៏ដោយទៅរៀនកាត់តវីដេអូទៅរៀនថតរៀនអីចឹងដើម្បីគិតថាគាត់ចំណាយប៉ុណ្ណឹងដើម្បីគាត់អាចនឹងយកឲ្យជំនាញហ្នឹងទៅរកអីមកបន្ថែមព្រោះថាគាត់អ្នកប្រាក់ខែ$500ចង់សន្សំដល់បាន 5000 បើយើងចង់គិតថាយើងចង់សន្សំលឿនថាឥឡូវបើសិនយើងសន្សំមួយខែ100ក៏ត្រូវតែសន្សំប្រហែលឡើង50ខែដែរមែនទេបងហ្នឹងហើយចា50ខែវាចូលប្រហែល2ឆ្នាំជាងហ្នឹងហើយអញ្ចឹងបើសន្សំទី1កាត់បន្ថយចំណាយហើយទី2រកចំណូលបន្ថែមដែរបានគាត់អាចសន្សំបាន5000ចាអញ្ចឹងយើងបើសិនវាតេតងទៅនឹងចំណូលបើគាត់បន្ថែមអញ្ចឹងអាចចាំបាច់ដកចេញមកអាចចង់កាត់ឲ្យអស់ទៅហើយត្រូវមានលុយសន្សំហើយបើក្រងថាមួយខែត្រូវសន្សំឲ្យបាន100ឬក៏150អាហ្នឹងយើងអាចរាប់បានទេវាអាច2ឆ្នាំជាងបាន5000បាទចម្លើយមួយទៀតអ្នកនរគ្នាបាក់កុងសន្សំមួយ ABA ហ្នឹងហើយព្រោះយើងវាអាចបានការប្រាក់ចាទំចេះសន្សំតាមហ្នឹងលំដាច់ចិត្តត្រូវបងត្រូវបាទព្រោះអីការសួរនាំនេះគឺយើងសួរទូទៅព្រោះយើងមិនមែនតែដល់អូអ្នកអង្គគ្នាទៅបើកកងសំមិនសល់លុយទេព្រោះយើងត្រូវមានវិធានការដែរក៏ប៉ុន្តែយើងត្រូវមានមុខងារពិសេសដែរដោយមុខងារគ្រប់គ្រងការចំណាយចំណូលគ្រប់គ្រងវិភាគទៅលើដូចនៅក្នុងមុខងារវិភាគមានពណ៌ទៀតមានបៃតងមានក្រហមមានទឹកក្រូចដែលសាកមើលហ្នឹងតែធ្លាប់ចូលមើលបងវើកណាគាត់មើលទៅរៀងភ្ញាក់ព្រឺតហ្មងបាទតែសម្រាប់យើងតែអារម្មណ៍បែបណាដែរវាឃើញក្រហមច្រើនហ៊ាននិយាយវាឡើងជុំចាយច្រើនម៉េចអញ្ចឹងយើងចាយទៅលើអីបាទបងលើកឡើងមកមិញខ្ញុំចង់បន្ថែមតិចរឿងសំមួយធនាគារបងរឿងបើយើងសំហ្នឹងហើយអាហ្នឹងវាជាបទពិសោធន៍មួយដែរហើយខ្ញុំគិតថាបើសិនបើយើងអត់ច្បាស់រឿងលុយកាក់ទេខ្ញុំអត់តន់លើកទឹកចិត្តរឿងយកលុយទៅលុយតិចតួចអ្នកខ្លះក៏គេមានប្រសិទ្ធភាពប៉ុន្តែអ្នកខ្លះក៏អត់មានប្រសិទ្ធភាពរឿងលេងតុងទីនរឿងដាក់លុយចូលគ្នារឿងចងការអីនេះណាបើយើងអត់ជំនាញខ្ញុំអត់លើកទឹកចិត្តឲ្យទៅទេយើងសន្សំកន្លែងណាដែលវាមានសុវត្ថិភាពទោះបីវា grow តិចតិចបានការប្រាក់តិចតិចវាយឺតវាមានសុវត្ថិភាពបងយើងមិនមែនទៅចេះប្រវល់លុយចុះឡើងចងការប្រាក់អីណាអានេះខ្ញុំអត់លើកទឹកចិត្តឲ្យបន្ថយមកហ្នឹងហើយយើងជជែកគ្នាច្រើនហើយជាមួយនឹងរឿងចាយវាយរឿងអីតែខ្ញុំគាត់ថាសិតតែជាប្រធានបទដែល sensitive ហើយជារូបទៅយើងមិនសូវបានឃើញគេបើកចំហនៅក្នុងការជជែកបាទប៉ុន្តែទូរស័ព្ទកាន់រៀងខ្លួនណាចង់សួរវិញព្រោះខ្ញុំគាត់ថាដើម្បីបង្ហាញនៅតលយៈភាពរវាងគ្នានឹងគ្នានៅក្នុងការជជែកនឹងលុយកាក់ពេលដែល Clara បើកមុខងារវិភាគនៅក្នុង ABA Mobile មកមើលពណ៌អីមុនគេបើខ្ញុំមើលក្រហមបងខ្ញុំព្យាយាមរកបៃតងតែឥឡូវយើងអាចបង្ហាញបានទេទាំងពីរនាក់បង្ហាញទៅកាមេរ៉ាថាគ្នាជាងពណ៌ឲ្យច្រើនជាងគេ1 2 3
bởi có hôm chờ đấy nhóm có hôm vì chỗ tung chặt sắp rồi á bàn tay trẻ bây giờ dân khơi có hôm chẳng á vì miền pop xem chết vì miền bảy tong vì miền tật rồi ta squall po tầng bay nâng ấy squall bằng anh ấy để sao nhóm ở dương set đó bông có hôm là dương trai họ đón ở tập cho mới dương chỉ chọn nó trong anh trai kia khác mưa ở trai ói và hiện bà hông puốt ban giờ mưa miền ấy châu ót miền lời ấy châu ót hai giờ mùi tiết là po tật rồi nó bây giờ dương set bằng viên nghi xuống chạy mặc hai dương kịch cũng dương cầm nọt thay dương trai mà chà mặc hai dương cầm ô tô thay dương cầm nọt thay dương trai thầm một bon chẳng tập bên nam vì hiện châu mà đo bầy buồn hỏi ấy nó giật dạy anh này nó đôi là bột chứ á đôi mai ao chứ á và bài toán chừng đâu là nè và vậy ta này phơi stop lại cho này nè và thầm đá tại vì chỗ đó có hó mới dương trong hơn dương trong phẩm mà tức là nó tờ ruồi ấy này rút cho bạn cho tầng ngọc nè còn tay nhung từ xa em chơi rồi nó cười vô po để dương chỉnh đánh đằng pi một nghi về phía này muối chỉnh đánh đằng pi cho bạn cho tiền rồi bây giờ ô mà cào đi mà dương khơi như nè tê prạ này ôi bà miền hà đằng pe chia miền thua đầm nào nó po với miền trắng nhá miền kêu tê miền sen tụ tập internet rồi và ai cái tê bố trời nữa nè. Anh ấy dùng cái than là môi tiệt đấy bằng thì họ thay quạt khổ xa cái đó mật phẹ cái đời. Thì họ bây giờ lấy bờ sân như vậy mật phẹ này là quạt nơi te mùi kia. Thì họ quạt share roommate ấy á. Vì dương miên cho account dương sồn mà ban hai dương tam đá nọ chài này mà nung mán. Hồi dương theo dương nơi share cái này á anh nó mùi. Bờ sân bảo đây bảo bốn mà quạt miên cho account là mẹp operation nó không khổ xa. Chẳng sao mày có thưa ấy và bốn có thưa ấy cả dương ai đăng việc này đây. Ông ấy nhóm pi nè nhóm trai lôi xanh kia chứ còn đây bên anh mơ nhóm phải ai pull anh nó thưa bài cá rồi đây nghe respect privacy riêng luôn cho bom phô man khơi nhỉ khơi po phân phụ trong đồng pi rồi hôm cứ khai tha lại cái nạ tha si oi mà mầm vùng nè mà chân đất nâng kia này cho lại cái nạ tha tà ràng nó cứ có hôm trong chân thật pi rồi vậy, bản thế nhưng chưa tha bom ôn này quạt có bông tại pra EB mobile quạt bắt chích ngon lại là trồi từ tập biệt nè xăm mấy cái nọ kìa nhưng bằng hai thì có mọi quạt vào bà dựng bạc EB mobile máu bà dù mấy nhân khơi miền Việt ha quý biệt chốt phạt bà dương ai scan cái dạo đây các bạn dương ai bay lấy pin các bạn này xí xong là dương đã anh khai tha stop sập tập phía bên này và dương scan nó dương đừng khơi nằm vùng hay dương bà đồng vùng phần dương cứ miền này có hòm bãi tòng tật crôi chơi miền pop sen tiền phần thái cái này ní về sai mối về dương ai cũng nọt bà được cái biển ní mà dương khơi miền po nè po hiện lương thì có hòm thì hiện giờ ta lịch po lịch trên kia mà nè thạo bị ca chấm nái với chăm khai hiện chọi má dương ai cũng nọt mà khai nên dương traiประมาณอันนี้เขาดูประละบอกphần dương chẳng là dương đạm má là chấm đạ thành mà chấm trai mà khai không mà độ tình nhà bạn nọt ca chấm nái đâu có viết tình đi rồi đạ nó bèo mọi bán hết ta không phải trai chấn pin bạch bà có hòm tẹt lôi trái bà linh lơ cầm nọt nó cái khơi nhá bà lơ cầm nọt chắc là nó cứ chỉ một người mỗi đại chui dương trả nó không cả pรับdương thà dương chạy khai đấy việc đó cầm đặt bật nái miền emoji hot đi rồi ơi có khơi nhỏ lơ cầm nọt emoji đủ hot đi chẳng những khơi miền cả thaประเภทจำหน่ายเซ็งๆแต่ยังอาจมือบานโดยซาประเภทต่างๆนี่ก่อนน่ะจีรูมนะก็น่ะก่อนจิโก้ยังอาจจะทอเลยยังมือ5นึงไปเสียจอยยังพักไอ้ขี้คลาอุ้ยbà miền sạch ăn miền cà phê bà miền phần năng ấy bà chờ nên tên mà bà miền nào sạch cà phê hay là sạch ăn mà khai đang sạch ăn chờ nè chứ những ai mưa bán được không ca cả thà lùm ất cho lơ bà phê chìm nại mùi muối bàn tay đâu thì nó càng lứa dương miền ngày đã thì nhà prôn chanh chứ nhà prôn chọc chứ các bạn nhà prôn châu là đấy lưỡi châu rồi chanh những lưỡi chanh chứ những ai chọt mưa từ tầm bầy thà chanh từ nạc là châu từ nạc là bà châu sâu mà lại nè bạ chanh những chớn thích bà bà bánh từ một bồn bánh ấy mà chớn hay bom ôn ai cầm nọt tam khai ban bom ôn ảnh mưa khai môn tăng bị đam khai máu cứ dương ảnh mưa tam khai mùi nằm muối thay dương chầm nai bập bần na cứ dương ảnh thân thay mưa cả tá lùm hô thay tạ bỏ dương tụm lọp ca chay với con dương là bịp nè trong bom ôn
ទាំងអស់គ្នាបើសិនជាមាន ABA Mobile សាកបើកចុចហើយសាកល្បងព្រោះមុខងារនេះអត់ប៉ះពាល់អីទៅលើគេថាគណនីយើងអីទេគឺយើងគ្រាន់តែមើលឲ្យយើងស្វែងយល់ថាខ្លួនឯងឈរនៅចំណុចណាជាមួយនឹងសុខភាពហិរញ្ញវត្ថុនេះបាទអានេះមួយគឺសំខាន់មែនតើអញ្ចឹងចង់សួរទៅលើសំណួរបិទសំណួរនេះសំណួរបិទព្រោះយើងជជែកគ្នាមកច្រើនចប់វគ្គនេះសិនណាយើងនៅមានវគ្គតទៀតព្រោះឃើញថាជជែកគ្នាទៅគឺមានចំណុចជាច្រើនដែលយើងយកស្របក៏ដូចជាយើងមានអារម្មណ៍ថាមានបទពិសោធន៍ផ្ទាល់ខ្លួនដែរយើងចែកម្លែកខ្ញុំគិតថាល្អមែនទែនការជជែកគឺវាបែបហ្នឹងយើងមិនអាចមនុស្សម្នាក់មានបទពិសោធន៍ដូចគ្នាទាំងអស់ទេប៉ុន្តែចង់ដើម្បីទៅចង់មុននឹងទៅចង់សួរទៅដល់ Clara តិចតទៅជាមួយនឹងមុខងារវិភាគនេះតើវាមានអត្ថប្រយោជន៍អីខ្លះទៅដល់សុខភាពហិរញ្ញវត្ថុផងយើងបើខ្ញុំវិញបន្ទាប់ពីសាកល្បងប្រើបងវាជួយច្រើនមែនតើហ្មងច្រើនមែនតើរាល់ដងយើងវាទី1គឺវាងាយស្រួលងាយស្រួលចាងាយស្រួលនៅក្នុងការប្រើបើសិនបើថាយើងអត់ដឹងថាធ្វើរបាយការណ៍ហិរញ្ញវត្ថុមិនតាមដានលុយចំណាយចំណូលរបស់យើងមិនព្រោះយើងទៅចែកច្រើនតែពិបាកធ្វើអញ្ចឹងខ្ញុំគិតថាមុខងារនេះមួយងាយមែនតើងាយស្រួលធ្វើចាងាយស្រួលធ្វើហើយគ្រប់គ្រងបានល្អទៀតជាពិសេសដូចថាយើងមានម្នាក់ចាំឆ្កឹះយើងពេលណាយើងលឹះហ៎បងចាពេលណាយើងលើមានម្នាក់ចាំដូចទីប្រឹក្សាអញ្ចឹងចាំជួយដាស់តឿនហើយជាពិសេសអារឿងពណ៌អីក៏វាងាយស្រួលមើលហើយយើងដឹងថាយើងអាចនៅមានសិទ្ធចាយបានប៉ុន្មានទៀតប្រចាំខែមួយខែអញ្ចឹងដូចខ្ញុំមិញមកឯងថាមកឯងក្រហមខ្ញុំទៅក្រួយខ្ញុំចេះឆ្ងល់ដូចទំពាក់កណ្ដាលខែហ្នឹងហើយឲ្យយើងបន្ថយល្បឿនខ្ញុំក្រហមហើយក្រហមអីដែរមកចង្អាមចេះអញ្ចឹងក៏យើងដឹងខ្លួនដែរបងដឹងថាឥឡូវទៅក្រួយណាតែទៅទៀតក្រហមណាអញ្ចឹងវានៅសល់មួយអាទិត្យពីរអាទិត្យទៀតអត់ដាច់ខែបងឥឡូវយើងបានអីចាយអាហ្នឹងខ្ញុំគិតថាងាយស្រួលហើយនៅពេលដែលយើងត្រឡប់ទៅមើលអាខែមុនវិញដូចក្រោយមួយខែយើងវិភាគគ្នាទៅយើងអាចដឹងថាចុះមួយខែមុនវាចាយលើគេខ្លះទៀតវាមានអា detail ហ្នឹងដូចរបស់ខ្ញុំមានដែរខ្ញុំមានតាំងពីអីហ្នឹងហើយshopping ធ្វើដំណើរមានទាំងសុខភាពសម្រស់អីទៀតខ្ញុំមកមានឯឡៃហ្នឹងគាត់មាន link ហើយសុខភាពមានដែរមិនសុខភាពមានដែរដល់និយាយចឹងមើលដែរបងមានសុខភាពខ្ញុំមានទាំងសម្រស់ទៀតណាអូយដូចរៀងលើសអីដូចចង់ស្អាតពេកអីហើយខ្ញុំគាត់ថាមុខងារនេះជាទូទៅគឺអ្នកទាំងអស់គ្នាត្រូវទៅចូលរួមប្រើឲ្យបានច្រើនដោយសារតែយើងកាន់តែប្រើយើងកាន់តែមានគេហៅថាការវិភាគធម្មតាយើងអាចមានទិន្នន័យតិចទេនៅក្នុងការវិភាគពិតបងចា៎ពេលដែលយើងវិភាគយើងប្រើប្រាស់ពិនិត្យបច្ច័យយើងដាក់កំណត់ឆ្វេងស្ដាំលេខកើតជើងត្បូងគឺវាចាប់ផ្ដើមធ្វើឲ្យយើងនឹងមានទម្លាប់មួយល្អដែរពិតបងព្រោះឥឡូវវិស័យបច្ចេកវិទ្យាឥឡូវគឺយើងត្រូវការប្រើប្រាស់អានេះដែលគេប្រើប្រាស់បច្ចេកវិទ្យាឲ្យមានប្រយោជន៍ត្រូវបាទយើងប្រើប្រាស់វាជាជំនួយការផងយើងមិនមែនមកឲ្យប្រាប់យើងថាណែចាយលុយតែប៉ុណ្្នឹងបានហើយមិនមែនទេយើងអ្នកសម្ដេចដូចគ្នាក៏ប៉ុន្តែនេះគឺជាការក្រើនរំលឹកជាការបង្ហាញថាអ្នកឯងចាយលុយទៅអស់ប៉ុណ្ណាហើយពិតបងចាមានធូរនេះមួយជួយយើងច្រើនណាជួយចាំវាងាយស្រួលហើយវាច្បាស់លាស់ទៀតវាច្បាស់មកហ្នឹងរឿងការរៀបចំហេតុអញវត្ថុផ្ទាល់ខ្លួនចាំបាច់ត្រូវតែមានឧបករណ៍ជួយហើយនេះខ្ញុំគិតថាងាយស្រួលខ្ញុំសាកល្បងប្រើគឺងាយស្រួលមែនតើល្អជាហេតុផលមួយដែរដែលធ្វើឲ្យ ABA ជាធនាគារនាំមុខគេនៅក្នុងស្រុកខ្មែរគឺគាត់តែងតែនាំមុខនៅអ្វីដែលជារបស់ដែលប្រយោជន៍សម្រាប់អ្នកប្រើក៏ដូចជាប្រយោជន៍នៅក្នុងសង្គមផងយើងក៏ដូចជាគេហៅថាជំនួយការមួយដែលមនុស្សភាគច្រើនគាត់ខ្ញុំគិតថាគាត់នឹកមិនឃើញថាមុខងារនេះអាចនឹងមានប្រយោជន៍បែបនេះប៉ុន្តែខ្ញុំជឿថាបងប្អូនបើសិនជាបងប្អូនចាប់ផ្ដើមសាកប្រើហើយខ្ញុំជឿថាបងប្អូនដកដៃលេងចាញ់ពិតបងខ្ញុំចង់ពេលខ្លះអស់ម៉ាត់ណាឃើញហើយអូបាទអញ្ចឹងអរគុណមែនតើ Clara ដែលបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងភាគមួយបានដំបូងគេតែម្ដងបើកឆាកតែម្ដងហើយសង្ឃឹមថាបងប្អូនដែលបានស្ដាប់កុំភ្លេចបាទតាមដានការងារគាត់ផងមកការងារគាត់នៅក្នុងបណ្ដាញសង្គមក៏មិនតិចដែរហើយកុំភ្លេច follow និង like page គាត់ផងខ្ញុំតាមដានដូចគ្នាហើយសង្ឃឹមថានឹងជួបគ្នានៅក្នុងរៀន podcast នៅវគ្គក្រោយចាបងបាទខ្ញុំតែសំណាងដែរឲ្យតែមានដៃគូសហការផលិតជា podcast គឺខ្ញុំចំណេញភ្ញៀវហើយព្រោះភ្ញៀវគាត់នាំមកគឺស្អាតតែខ្លឹមហើយមុនទៅ Clara មានពាក្យអីដើម្បីផ្ដាំផ្ញើទៅដល់អ្នកស្ដាប់ឬក៏មានពាក្យអីក្នុងចិត្តដែលមិនទាន់បាននិយាយអាចនិយាយអស់ហើយយើងទៅតែម្ដងបាទអរគុណច្រើនបងភ័ក្រហើយអរគុណដល់ ABA ដែរចាសម្រាប់វត្តមាននៅក្នុង podcast នេះហើយអីដែលចាប់អារម្មណ៍ហ្មងគឺយើងអត់សូវបាន reject នេះរឿងលុយអញ្ចឹងចង់ផ្ដាំផ្ញើសារទៅថាលុយរឿងសំខាន់ចានៅពេលដែលយើងចង់បានសុខភាពល្អត្រូវតែសុខភាពហិរញ្ញវត្ថុរបស់យើងល្អហើយដើម្បីឲ្យសុខភាពហិរញ្ញវត្ថុល្អត្រូវតែគ្រប់គ្រងចំណាយនឹងបានលុយចូលតិចលុយចូលច្រើនខ្ញុំឲ្យវាអត់ទាន់ជាអតិភិបទេប៉ុន្តែការគ្រប់គ្រងហិរញ្ញវត្ថុគឺជាអតិភិបទី1ចាអញ្ចឹងត្រឡប់មកវិញដើម្បីឲ្យសុខភាពហិរញ្ញវត្ថុយើងល្អគ្រប់គ្រងចំណាយឲ្យបានល្អចាហើយឲ្យដឹងលុយចូលលុយចាយហើយប្រើប្រាស់ tool ឲ្យមានប្រយោជន៍
ចាអញ្ចឹងវាមាន tool ដែលយើងជួយសាកល្បងប្រើហើយខ្ញុំជឿថានៅពេលដែលយើងសាកល្បងប្រើយើងនឹងចូលចិត្តហើយយើងអាចផ្លាស់ប្ដូរទម្លាប់បងភាគច្រើនគឺយើងត្រូវការបដូរទម្លាប់អញ្ចឹងខ្ញុំគិតថា tool នេះជួយបដូរទម្លាប់យើងច្រើនចានឹងជាសារចុងក្រោយអរគុណអរគុណច្រើនម្ដងទៀតបាទហើយក៏សូមអរគុណអ្នកស្ដាប់ផងដែរដែលបានស្ដាប់ដល់វគ្គនេះសង្ឃឹមថាបងប្អូនបានរៀនអ្វីដែលថ្មីឬក៏មានចំណុចណាមួយដែលបងប្អូនអាចយកទៅគិតពិចារណាជាពិសេសមុខងារវិភាគនៅក្នុង ABA Mobile នេះខ្ញុំជឿថាបងប្អូនត្រូវតែសាកមិនជឿជំរុញឲ្យសាកតែម្ដងពីខ្ញុំផ្ទាល់ណាអានឹង30រឿងបងប្អូននេះប៉ុន្តែខ្ញុំគិតថាមុខងារនេះនឹងជួយបងប្អូនភ្ញាក់ខ្លួនហើយជួបគ្នានៅវគ្គ 2បាទសូមអរគុណអរគុណបងបាទ